គុណប្រយោជន៍5យ៉ាងនៃគ្រាប់ឈូកសម្រាប់សុខភាពឈូកគឺជារុក្ខជាតិដ៏ល្បីល្បាញដែលបម្រើឲ្យវិស័យសាសនាហើយវាមានគុណប្រយោជន៍ច្រើនសម្បូរបែបរាប់តាំងពីដើមមើមស្លឹកនិងផ្លែជាដើមមើមរបស់វាគេអាចយកទៅធ្វើជាបន្លែឬស្ងោរពិសាឯដើមរបស់វាក៏គេអាចយកទៅច្នៃចេញជាសរសៃអំបោះបានផងដែរហើយស្លឹកក៏ប្រើសម្រាប់ខ្ចប់សម្ភារៈនានាហើយផ្ការបស់វាគឺត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិធីសាសនាហើយចំណែកឯគ្រាប់របស់វាវិញគេអាចបរិភោគបានទាំងនៅពេលខ្ចីនិងពេលទុំដោយសារតែហេតុនេះហើយទើបវាមានគុណប្រយោជន៍ច្រើនអនេកពិបាកនឹងរៀបរាប់អស់ហើយថ្ងៃនេះខ្ញុំសូមលើកយកគុណប្រយោជន៍នៃគ្រាប់ឈូកតែមួយមុខប៉ុណ្ណោះដើម្បីជម្រាបជូនលោកអ្នកទី1បង្កើនការរំលាយអាហារគ្រាប់ឈូកសម្បូរទៅដោយជាតិសរសៃជួយឲ្យបំពង់រំលាយអាហារមានដំណើរការល្អវាដើរតួនាទីបង្កើតចំណង់អាហារហើយក៏វាមានតួនាទីជួយសម្រួលដល់តុល្យភាពទម្ងន់នៅក្នុងរាងកាយផងដែរគ្រាប់ឈូកក៏មានសមត្ថភាពបន្សាបជាតិពុលនៅក្នុងតម្រងនោមនិងថ្លើមផងដែរបំបត្តិកាកសំណល់អាហារនិងការពារការកកកុញកាកសំណល់នៅក្នុងពោះវៀនទី2គ្រាប់ឈូកមានផ្ទុកទៅដោយម៉ាញ៉េស្យូមជាច្រើននៅក្នុងនោះម៉ាញ៉េស្យូមគឺជាសមត្ថភាពធ្វើឲ្យប្រសើរឡើងនៅអុកស៊ីហ្សែនក្នុងឈាមនិងលំហូរនៃសារធាតុចិញ្ចឹមផ្សេងៗទៀតទៅក្នុងបេះដូងកម្រិតម៉ាញ៉េស្យូមទាបអាចធ្វើឲ្យរាងកាយរបស់អ្នកងាយនឹងគាំងបេះដូងដូច្នេះគ្រាប់ឈូកគឺជាអាហារូបត្ថម្ភដ៏អស្ចារ្យទប់ទល់នឹងជំងឺសរសៃឈាមបេះដូងទី3ប្រសិទ្ធភាពប្រឆាំងភាពចាស់អង់ស៊ីមដែលមាននៅក្នុងគ្រាប់ឈូកត្រូវបានគេសន្មតថារារាំងភាពចាស់បានយ៉ាងមានប្រសិទ្ធភាពវាមានសមត្ថភាពជួសជុលនិងថែរក្សាប្រូតេអ៊ីនដែលខូចនិងជំរុញសំយោគ collagen នៅក្នុងខ្លួនគ្រាប់ឈូកនៅក្នុងទម្រង់ជាម្សៅឥឡូវនេះត្រូវបានបន្ថែមទៅក្នុងគ្រឿងសម្អាងផ្សេងៗដើម្បីបង្អាក់ដំណើរការនៃភាពស្បែកចាស់ក៏ដូចជាបន្ថយការលេចចេញនៅស្នាមជ្រីវជ្រួញលើស្បែកផងដែរទី4គ្រាប់ឈូកត្រូវបានគេសន្មតថាមានប្រសិទ្ធភាពខ្ពស់ធ្វើឲ្យសរសៃប្រសាទរបស់អ្នកធូរស្រាលហើយអ្នកគេងលក់ស្រួលជាងមុនវាក៏ជួយដល់ការដំណើរការនៃការរំលាយអាហាររបស់សរសៃឈាមនិងជួយយ៉ាងច្រើននៅក្នុងការកាត់បន្ថយភាពតានតឹងនិងការថប់អារម្មណ៍ទី5ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមនៅក្នុងគ្រាប់ឈូកមានសន្ទុះនៅក្នុងកម្រិតទាបដូច្នេះវាមានសមត្ថភាពរឹតបន្តឹងការកើនឡើងកម្រិតជាតិស្ករនៅក្នុងឈាមភ្លាមគ្រាប់ឈូកក៏មានសមត្ថភាពត្រួតពិនិត្យការឆ្លើយតបអាំងស៊ូលីននៅក្នុងខ្លួននិងរក្សាសារធាតុក្លូកូសនៅក្នុងចរន្តឈាមក្នុងកម្រិតធម្មតាផងដែរការទទួលទានគ្រាប់ឈូកស្រស់ឬស្ងួតជាអាហារសម្រន់ពេលល្ងាចគឺល្អសម្រាប់អាហារនៅក្នុងការទប់ទល់នៃជំងឺទឹកនោមផ្អែមដោយសារអ្នកជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃជំងឺលើសឈាមគ្រាប់ឈូកក៏រួមចំណែកដល់ស្ថិរភាពកម្រិតសម្ពាធឈាមនៅក្នុងខ្លួនផងដែរជារួមគ្រាប់ឈូកពិតជាអាហារដ៏មានជីវជាតិខ្ពស់ដែលផ្ទុកទៅដោយសមាសធាតុសំខាន់រួមមានប្រូតេអ៊ីនជាតិសរសៃវីតាមីនជាតិរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មវាផ្ដល់នូវគុណសម្បត្តិជាច្រើនសម្រាប់សុខភាពមនុស្សដូចជាការកែលម្អទម្រង់លំណេកលើកកម្ពស់ការសម្រកទម្ងន់គ្រប់គ្រងរោគសញ្ញានៃជំងឺទឹកនោមផ្អែមបង្កើនសកម្មភាពប្រព័ន្ធប្រសាទនិងបន្ថយភាពចាស់មិនតែប៉ុណ្ណោះគ្រាប់ឈូកក៏ជាអាហារដ៏ពិសេសមួយទៅក្នុងរបបអាហារដើម្បីជំរុញសុខភាពរាងកាយនិងផ្លូវចិត្តឲ្យកាន់តែប្រសើរឡើងផងដែរ